បងខ្ញុំគិតឲ្យបងទេខ្ញុំមិនយល់ទេយល់ហើយមែនទេចឹងខ្ញុំទៅវិញហើយថ្ងៃក្រោយចាំមកលេងចុះរឿងនោះសងថ្លៃនេសាទខ្ញុំវិញមកអាចឈួតឲ្យខ្ញុំចង់ស្នាក់នៅដែរតែបើប្រពន្ធខ្ញុំដឹងថាចាញ់លបែងអស់10000ជាងច្បាស់ជាស្លាប់ហើយមិនដឹងជារបស់អ្នកណាឬរបស់ព្រៃទេគាត់បេះផ្លែព្រីងផ្លែពុទ្រាសំបីតែស្មៅខ្ទឹមព្រៃតាមផ្លូវក៏គាត់បេះដែរទើបពេញចិត្តនឹងរបស់ដែលយកទៅបងប្រុសថ្ងៃនេះបងសំណាងជាងគេហើយព្រោះថ្លៃនេសាទឡើងថ្លៃ$100ក្នុង1ម៉ោងតែបងតាមតម្លៃចាស់ចឹងមិនអីទេអរគុណហើយមិនអីទេត្រូវនេសាទឲ្យគ្រប់5ម៉ោងសិនទោះបានលុយថ្ងៃនេះតែប្រជាប្រិយភាពត្រូវបាត់បង់អស់ហើយប៉ុន្តែមិនអីទេគេថាម៉ោងវីដេអូថ្ងៃស្អែកទើបចុះផ្សាយចឹងគេមកថ្ងៃខាងស្អែកខ្ញុំមិនចង់រងចាំទេយប់នេះខ្ញុំនឹងនេសាទខ្លួនឯងខ្ញុំនឹងបង្ហោះរូបភាពចូលក្នុងក្រុមធានាថាអ្នកមកតាមក្រោយនឹងពេញនឹងអាងទឹកភូមិយូឡុងត្រូវតែល្បីឥឡូវត្រឡប់ទៅយកនុយសិនថ្ងៃនេះឆេនហ្វេងអនុញ្ញាតឲ្យយកត្រីត្រឡប់ទៅវិញបានតែដោយសារសុទ្ធតែត្រីតូចក៏គ្មានអ្នកណាគិតយកវាទៅវិញដែរភាគច្រើនគឺលែងចូលទឹកវិញទាំងអស់ឆេនហ្វេងអ្នកនេសាទទៅអស់ហើយនឹងហើយទៅផ្ទះស្រីស្រស់ទៅឲ្យគាត់ធ្វើម្ហូបឲ្យញ៉ាំចាប់ពីថ្ងៃនេះទៅជួយខ្ញុំធ្វើម្ហូបផងប្រាក់ខែ3000ញ៉ាំបាយសិនចាំនិយាយថ្ងៃនេះមានគេថតរូបជាមួយត្រីច្រើនខ្ញុំគិតថាប្រហែលជានៅមានអ្នកដែលមិនទាន់ដឹងថាទៅនៅនឹងអ្នកដែលចង់មកនេសាទត្រីតូចទាំងនោះឆេនហ្វេងញ៉ាំបាយល្ងាចនៅផ្ទះស្រីស្រស់រួចរាល់ស្រីស្រស់ក៏ទទួលបានការងារប្រាក់ខែ3000ចាប់គិតពីថ្ងៃនេះទៅនេសាទយប់ម្នាក់ឯងគ្រោះថ្នាក់ណាស់មកលេងផ្ទះខ្ញុំសិនទៅខ្ញុំចេះហែទឹកទៅនេសាទចុះខ្ញុំមិនទៅទេចឹងបងសម្រាប់ចុះថាបងមានពោលស្រស់អត់ខ្ញុំដាំខ្លះដែរបើបងចង់ញ៉ាំខ្ញុំទៅបេះឲ្យរំខានបងហើយខ្ញុំយកមកធ្វើនៅយប់នេះថាស្ធំលេះយប់នេះត្រូវដែរហើយបើចាប់បានត្រីធំជាង10គីឡូរួចបង្ហោះឲ្យគេឃើញច្បាស់ជាផ្អើលមិនខានត្រីប្រភេទនេះបើលើស5គីឡូគឺធំណាស់កាន់តែធំកាន់តែល្អបើបានត្រីលើស20គីឡូបង្ហោះទៅច្បាស់ជាផ្អើលអ្នកនេសាទទាំងស្រុកត្រីធំដល់ថ្នាក់នេះគឺកម្រមានណាស់ពេលកំពុងញ៉ាំបាយក៏មានភ្ញៀវមកដល់ពូមកពីណាអាំងនេះខ្ញុំជាអ្នកគ្រប់គ្រងនេសាទត្រូវបងលុយពូជាថៅកែហើយខ្ញុំមកពីទីរួមស្រុកឃើញគេល្បីក្នុងគ្រប់ឋាននេសាទបានក៏មកសាកល្បងនៅនេះគិតលុយបងនៅតែនេសាទមែនទេគិតលុយយ៉ាងម៉េចដែរមិនដឹងថាគាត់ជាអ្នកថ្មីឬក៏អីទេសម្បូរគាត់មើលទៅខ្មៅស្រអែម$100ក្នុង1ម៉ោងយ៉ាងតិច5ម៉ោងថ្លៃម្លេះនៅនេះមានត្រីគ្រប់ប្រភេទត្រីធំទាំងនោះបើមិនយកទៅវិញក៏លក់ឲ្យខ្ញុំវិញបានដែរត្រីលើ10គីឡូត្រូវតែលក់ឲ្យវិញលក់វិញបានថ្លៃប៉ុន្មានបើអីចឹងត្រូវនេសាទឲ្យបាន50គីឡូទើបចំណេញត្រូវហើយអាស្រ័យលើសមត្ថភាពត្រីនៅនេះធំហើយជាត្រីព្រៃត្រីធំបំផុតប៉ុន្មានគីឡូជាង20គីឡូតែត្រី10គីឡូមានច្រើនជាងត្រីព្រៃសុទ្ធត្រីតូចយកទៅបានមិនចាំបាច់លក់វិញទេចាប់បាន2 3ក្បាលក៏ចំណេញដែររសជាតិឆ្ងាញ់ជាងកន្លែងដទៃនៅនេះមានត្រីដល់20គីឡូហើយត្រី10គីឡូក៏ច្រើនមែនទេកុំចេះតែនិយាយពេកតែត្រីនៅនេះពិតជាច្រើនមែនប្រហែលថៅកែមិនបានកុហកទេពូតាក់បានហើយប្រហែល2ខាំមកខ្ញុំនេសាទមកយូរត្រីធំជាងគេទើបបាន4គីឡូយប់នេះចាំមើលថៅកែនិយាយពិតឬអត់ស្រួលណាស់ពូតាមសប្បាយចុះខ្ញុំទៅនេសាទកន្លែងផ្សេងសិនទើបតែម៉ោង5-4យប់ទេក្នុងគ្រប់អ្នកនេសាទនៅតែសកម្មនិយាយរឿងត្រីនៅអាងនេះទើបតែបានកន្លះម៉ោងប៉ុណ្ណោះថៅកែអាងទឹកយូឡុងក៏បង្ហោះវីដេអូថ្មីអ្នកក្នុងក្រុមក៏នាំគ្នាចុចមើលវ៉ាវមានត្រីធំមែនទេ
តែ5 គីឡូជាងសោះនៅថាអន់ត្រី10 គីឡូថៅកែបងកុំអួតពេកសកម្មភាពលេងត្រីវិញនឹងកប់ខ្លាំងណាស់ធ្វើខ្លួនអួតពេកហើយត្រីនេះប្រហែលជាទិញគេមកដាក់មែនទេទៅទិញក៏ពិបាករកបានដែរគេនិយាយត្រូវអាងទឹកយូឡុងតម្លៃ$150 5 ម៉ោងមែនទេបងពេលនេះគ្រប់អ្នកនេសាទចាប់ផ្ដើមផ្អើលខ្លាំងព្រោះជារដូវហាមឃាត់ការនេសាទអ្នកនេសាទមិនអាចរកកន្លែងនេសាទបានក៏នាំគ្នាពិបាកចិត្តចង់ទៅនេសាទក៏ត្រូវលួចទៅកន្លែងដាច់ស្រយាលឬទៅនេសាទកន្លែងដែលគេគិតលុយបើទៅអាងនេសាទបែបធម្មតាមិនសូវមានភាពរំភើបដូចនេសាទត្រីព្រៃទេភាគច្រើនគឺគេចាប់ត្រីអស់ហើយ